อาหารសម្រន់ឲ្យកូនកាន់ញ៉ាំលេងវគ្គ2នេះមានបន្លែប្លែកពីវគ្គមុនពី3មុខដែរបងប្អូនគឺយើងមានដំឡូងជ្វាម្ទេសហាវ៉ៃជាមួយនឹងត្រសក់ក៏បងប្អូនអាចយកមកចំហុយឲ្យកូនញ៉ាំបានដែរនិយាយទៅគឺសិតតែជារបស់ដែលល្អសម្រាប់សុខភាពកូនរបស់យើងសម្រាប់ប្រូកូលីល្ពៅជាមួយនឹងដំឡូងជ្វាគឺសិតតែជាបន្លែដែលសម្បូរទៅដោយជាតិកាក់fiber បងប្អូន broccoli បន្ទាប់ពីលាងហើយគឺនាងខ្ញុំយកទៅត្រាំទឹកក្តៅ3នាទីបងប្អូនមុននឹងដាក់ចំហុយល្ពៅបងប្អូនឃើញវគ្គមុនក៏នាងខ្ញុំមានដែរប៉ុន្តែល្ពៅបងប្អូនមិនមែននាងខ្ញុំឲ្យគាត់ញ៉ាំគ្រប់ពេលរហូតទេគឺមានពេលដែលត្រូវផ្អាបងប្អូនអញ្ចឹងទេគឺធ្វើឲ្យស្បែកកូនរបស់យើងនឹងឡើងពណ៌លឿងអីចឹងណាហើយសម្រាប់ដំឡូងវិញបើសម្រាប់មនុស្សធំគឺថាយើងញ៉ាំហើយដើរខ្យល់ស្រួលមែនតើហើយបើសម្រាប់កូនក្មេងគឺល្អសម្រាប់ពោះវៀនគាត់បងប្អូនវាសម្បូរទៅដោយកាកសរសៃសម្រាប់ម្ទេសផ្លោកវិញបងប្អូនកុំភ័យខ្លាចកូនអត់ញ៉ាំម្ទេសផ្លោកគឺផ្អែមឆ្ងាញ់មែនទែនហើយមួយទៀតគឺវាសម្បូរទៅដោយវីតាមីន C អ្នកបងប្អូនអាចកាត់វាឲ្យទូចជាងនេះឬក៏កាត់វាធំដូចនាងខ្ញុំក៏បានដែរហើយកូនយើងកាន់ទៅគឺគាត់ញ៉ាំម្ដងតិចចឹងណាបងប្អូនចំណាំបន្លែទាំងអស់បងប្អូនត្រូវតែស្ងោរវាឲ្យផុយទន់ណាបងប្អូនបានយើងលើកមកគឺមិនមែនត្រឹមតែឆ្អិនទេគឺត្រូវតែផុយអញ្ចឹងអាចជា15នាទីទៅ20នាទីក្នុងការចំហុយវាឲ្យឆ្អិនអរគុណច្រើនបងប្អូនអ្នកគ្នាហើយសូមបងប្អូនជួយ share ជួយ like និង follow នាងខ្ញុំម្នាក់មួយផងជួបគ្នានៅក្នុងវីដេអូក្រោយហើយសម្រាប់ដំឡូងបងប្អូនគ្រាន់តែបកសម្បកចេញមកហើយឲ្យកូនយើងកាន់បែបនេះគឺរួចរាល់ជាការស្រេច